ក្នុងរជ្ជកាលព្រះមហាក្សត្រមេងស៊ីចុងនៃរាជវង្សមេងមានជាងកាត់ដេរដ៏ល្បីល្បាញម្នាក់រស់នៅក្នុងរាជធានីនោះសំពត់អាវដែលគេបានកាត់រួចហើយតែងតែស្លៀកពាក់ទៅស័ក្តិសមល្អឥតទាស់ធ្វើឲ្យគេឈ្មោះរបស់គេកាន់តែល្បីរន្ទឺឡើងជាបន្តបន្ទាប់ថ្ងៃមួយមន្ត្រីជាន់ខ្ពស់ម្នាក់បានហៅគេឲ្យទៅជួបដើម្បីកាត់អាវសម្រាប់ពាក់ទៅជួលគភ៌ព្រះមហាក្សត្រក្នុងវាំងពេលវាស់សំពត់អាវរួចស្រេចបាច់អស់ហើយជាងក៏សួរទៅមន្ត្រីនោះថាសូមអភ័យទោសដាច់គុណធ្វើកម្មវរាជការមកយូរប៉ុណ្ណាដែរទៀតប្រុសមន្ត្រីនោះលើជាងសួរដូច្នេះគាត់នៅឆ្ងល់ក៏សួរបញ្ជាក់ទៅវិញមុខនីតិរបស់ឯងគឺគ្រាន់តែវាស់សម្ពត់អាវតែប៉ុណ្ណោះតើឯងចង់ដឹងរឿងធ្វើងាររបស់យើងបានប្រយោជន៍ស្អីទៅជាងដេកឆ្លើយបើមន្ត្រីក្មេងៗទើបនឹងចូលធ្វើការថ្មីពេលបានករណីខ្ពស់គាត់មានមោទនភាពនឹងខ្លួនឯងខ្លាំងបន្តិចពេលណាគាត់នឹងដើរពើងទ្រូងហេតុនេះពេលកាត់អាវយើងត្រូវទុកសម្រងខាងមុខឲ្យវាវែងជាងខាងក្រោយបន្តិចបើមន្ត្រីនោះធ្វើការបានពាក់កណ្ដាលអាយុដែលត្រូវចូលនិវត្តន៍ចិត្តគំនិតរបស់គាត់បានស្ងប់ស្ងៀមខ្លះបាននឹងកាត់ឲ្យពួកគាត់យើងត្រូវកាត់ជាយអាវខាងមុខនិងខាងក្រោយឲ្យវាស្មើគ្នាហើយបើអស់លោកមន្ត្រីដែលចាស់ចិត្តដល់ពេលចូលនិវត្តន៍អារម្មណ៍របស់គាត់មិនសូវជារីករាយប៉ុន្មានទេពេលគាត់ធ្វើដំណើរដងខ្លួនគាត់តែអោនទៅមុខបន្តិចលែងត្រង់ដូចមុនទៀតហើយហេតុនេះយើងត្រូវកាត់ជាយអាវខាងក្រោយឲ្យវែងជាងជាយអាវខាងមុខដូច្នេះហើយប្រសិនបើមិនដូច្នោះបានជាដេចគុណអត់ល្អជាមុនទេខ្ញុំបាទខ្លែងក្រែងលោកាត់អាវអត់ដេចគុណមិនសូវសមទៀនប្រុសប្រការដំបូងដែលទានចង់បង្ហាញគឺលក្ខណៈចិត្តគំនិតជាច្រើនប្រភេទរបស់មន្ត្រីចំនួនសក្តិភូមិ